តារាជធានីភ្នំពេញមានឈ្មោះមកពីណាហើយតើចេតិយធំនៅវត្តភ្នំជាទីបញ្ចុះសពរបស់អ្នកណាក្នុងវីដេអូនេះយើងរៀនថែមអំពីប្រវត្តិរាជធានីភ្នំពេញកន្លែងមួយដែលសំខាន់ក្នុងប្រវត្តិរាជធានីភ្នំពេញគឺវត្តភ្នំដែលមានឈ្មោះពេញថាវត្តភ្នំដូនពេញយោងទៅតាមរឿងនិទាននៅឆ្នាំ1372មានស្ត្រីម្នាក់ដែលមានស្ដុកស្ដុំបានលើកដៃធ្វើភ្នំតូចហើយសាងសង់វិហារពីលើភ្នំនោះស្ត្រីនោះឈ្មោះដូនពេញដូច្នេះរហូតដល់សព្វថ្ងៃនេះភ្នំនោះហៅថាភ្នំដូនពេញហើយនេះជាទីកំណើតនៃឈ្មោះរាជធានីភ្នំពេញហើយនឹងខណ្ឌដូនពេញជាដើមប៉ុន្មានសិបឆ្នាំក្រោយមកស្ដេចពញាយ៉ាតបានជ្រើសរើសទីតាំងជិតភ្នំដូនពេញដើម្បីសាងសង់រាជធានីថ្មីគឺក្រុងចតុមុខរហូតដល់សព្វថ្ងៃនេះចេតិយដែលនៅលើវត្តភ្នំដែលនៅលើភ្នំដូនពេញនោះដែលស្រួលឃើញពីចម្ងាយជាទីបញ្ចុះសពនៃស្ដេចពញាយ៉ាតនៅខាងលើនាឡិកាវត្តភ្នំមានរូបស្ដេចមួយអង្គទៀតតើស្ដេចនោះជាអ្នកណាសូមឆ្លើយក្នុង comment សម្រាប់បងប្អូនទាំងអស់ដែលចូលចិត្តរៀនភាសាអង់គ្លេសសូមរងចាំវីដេអូបន្តបន្ទាប់យើងនឹងរៀនពាក្យខ្លះៗជាភាសាអង់គ្លេសដែលអាចប្រើសម្រាប់និយាយអំពីប្រវត្តិរាជធានីភ្នំពេញអរគុណច្រើន